សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel SB Combo Sticker បាននិយាយពីឡាន Hybrid ដែលពេញនិយមបំផុតសន្សំសំចៃបំផុតហើយរក្សាតម្លៃបានល្អបំផុតនៅស្រុកខ្មែរយើងមិនអាចរំលង Toyota Proof បានឡើយប៉ុន្តែពេលបងប្អូនទៅទិញនៅលើទីផ្សារប្រកាសជួបនឹងសំណួរគួរយក Option 2 ឬ Option 3 តើវាខុសគ្នាច្រើនអត់តើលុយដែលខុសគ្នាពី200ឬជិត$1000ហ្នឹងវាមានចំណុចអីខ្លះដែលអស្ចារ្យនៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀបធៀបចំណុចខុសគ្នារវាង Option 2 និង Option 3 ឲ្យបងប្អូនបានដឹងទាំងអស់គ្នាកុំភ្លេច Subscribe និង Share ម្នាក់មួយផងបងប្អូនមុននឹងទៅមើលចំណុចខុសគ្នាយើងមកដឹងពីចំណុចដូចគ្នាសិនទាំង Option 2 និង Option 3 គឺប្រើម៉ាស៊ីនដូចគ្នាបច្ចេកវិទ្យាដូចគ្នាម៉ាស៊ីនសាំង 1.8 លីត្រចំនួនទី3អមដោយប្រព័ន្ធ Hybrid ជំនួយដោយ Motor អគ្គិសនីកម្រិតស៊ីសាំងសន្សំសំចៃដូចគ្នាពីចន្លោះ4លីត្រទៅ 4.5 លីត្រក្នុង100គីឡូម៉ែត្រធានាថាធូរថ្លៃជាងជិះម៉ូតូធំខ្លះទៅទៀតរូបរាងខាងក្រៅមកពីស្រុកគេគឺប្រើយ៉ានកង់ដែកទំហំ 17 អ៊ីងនិងមានពងសុវត្ថិភាព7គ្រាប់ជុំវិញឡានដូចគ្នាមិនមានអ្វីខុសប្លែកនោះទេតោះឥឡូវចូលដល់ចំណុចខុសគ្នាដែលបងប្អូនត្រូវដឹងមុននឹងហុចលុយឲ្យគេចំណុចទី1គឺប្រព័ន្ធសោឆ្លាតវៃ Smart Key សម្រាប់ Option 2 សោឆ្លាតវៃមែនតែដើរតួនាទីបញ្ជាដោះសោស្វ័យប្រវត្តិបានតែទ្វារខាងតែកង់អ្នកបើកបរតែប៉ុណ្ណោះចំណែក Option 3 គេហៅថា Smart Key ទ្វារ3បងប្អូនដើរទៅជិតទ្វារខាងឆ្វេងខាងស្ដាំឬទ្វារខាងក្រោយគ្រាន់តែលូកដៃចាប់ដៃទ្វារគឺវារលាស់សោឲ្យស្វ័យប្រវត្តិតែម្ដងងាយស្រួលពេលយើងកាន់អីវ៉ាន់ពេញដៃ Option 2 ខាងក្នុងស្តង់ដារមកជាមួយម៉ាញ៉េ CD ធម្មតាអត់មានអេក្រង់ធំហើយក៏អត់មានកាមេរ៉ាក្រោយពីរោងចក្រដែរអ្វីដែលសំខាន់គឺអត់មានប្រព័ន្ធ Bluetooth សម្រាប់ភ្ជាប់ទូរស័ព្ទស្ដាប់ចម្រៀងឡើយនៅលើចង្កូតក៏មានប៊ូតុងតិចជាងដែរចំណែក Option 3 បច្ចេកវិទ្យាពេញចិត្តបងប្អូននឹងឃើញមានអេក្រង់ដាច់ស្តង់ដារ Navigation Screen មកជាមួយនឹងកាមេរ៉ាក្រោយស៊ីនជំនួយពេលថយក្រោយច្បាស់លាស់ហើយក៏មាន Bluetooth ភ្ជាប់ទូរស័ព្ទព្រមទាំងប៊ូតុងបញ្ជាសំឡេង Voice Command នៅលើចង្កូតថែមទៀតផងសរុបមកវិញតើបងប្អូនគួរជ្រើសរើសមួយណាសម្រាប់ខ្ញុំបើបងប្អូនចង់បានឡានជិះលក្ខណៈគ្រួសារធន់សន្សំសំចៃមិនខ្វល់រឿង Option ហើយចង់សល់លុយខ្លះយក Option 2 ទៅរួចយកលុយដែលសល់ហ្នឹងទៅតម្លើងអេក្រង់និងកាមេរ៉ាក្រោយបានដូចគ្នាប៉ុន្តែបើបងប្អូនចូលចិត្តភាពងាយស្រួលស្រាប់ពីក្រុមហ៊ុនមិនចង់កាត់តខ្សែភ្លើងឡានតែបន្ថែមថវិកាបន្តិចយក Option 3 ទៅគឺទិញហើយជិះតែម្ដងមិនចាំបាច់ធ្វើអ្វីទាំងអស់សរុបសេចក្តីមកលក្ខណៈពិសេសនិងខុសគ្នា Option ទាំងពីរមានដូចជាសោឆ្លាតវៃឬក៏ហៅថាសោ Smart Key Option 2 One Door ឬក៏ទ្វារមួយមានន័យថាវាអូតូបើកតែទ្វារខាងតែកង់តែប៉ុណ្ណោះវាមិនអាចបើកទ្វារផ្សេងទៀតបានទេលុះត្រាតែកង់ចុចប៊ូតុងឲ្យបើកបាន Option 3 ឬក៏ Option 3 មានន័យថាវាអាចបើកទ្វារបាន3ទ្វារដោយស្វ័យប្រវត្តិមិនចាំបាច់ចុចប៊ូតុងពីតែកង់ឡាននោះទេអេក្រង់ Touch Option 2 អត់មានតែម៉ាញ៉េ CD ធម្មតា Option 3 មានអេក្រង់ស៊ីនកាមេរ៉ាក្រោយសម្រាប់ Option 2 អត់មាន Option 3 មានស៊ីនពីរោងចក្រប្រព័ន្ធសំឡេង Option 2 មានបាសស្តង់ដារ6គ្រាប់ Option 3 ប្រព័ន្ធ Bluetooth Option 2 អត់មាន Option 3 មានអាចភ្ជាប់ជាមួយទូរស័ព្ទប៊ូតុងចង្កូតឡាន Option 2 ស្តង់ដារចំណែកឯ Option 3 បន្ថែមប៊ូតុងទូរស័ព្ទនិង Voice អរគុណបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ចុះសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរ Option 2 ឬ Option 3 មួយណាមានតម្លៃសមរម្យជាងអាច comment នៅក្រោមវីដេអូនេះបានកុំភ្លេចជួយចុច like Subscribe Channel របស់ពួកយើងខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយជម្រាបលា